ជ្រក់ក្តឹបត្រសក់ធ្វើត្រូវស្រួយឆ្ងាញ់ណាស់បងប្អូនអើយថ្ងៃនេះខ្ញុំទៅផ្សារទិញបានក្តឹបត្រសក់នេះមិនជាតូចប៉ុន្មានទេហើយក៏មិនជាធំប៉ុន្មានដែរទិញបាន1គីឡូអង្គុយរើសឡើងយូររាល់បានអាតូចហ្នឹងណាជាដំបូងគេគឺខ្ញុំយកត្រសក់យកមកលាងទឹកឲ្យស្អាតសិនលាងធ្វើម៉េចឲ្យជ្រះដីឲ្យស្អាតរួចហើយបានយកមកសម្រោះទុកចោលសិនរួចហើយក៏មកធ្វើទឹកជ្រក់សិនសម្រាប់ទឹកជ្រក់វិញគឺខ្ញុំប្រើស្ករត្នោតចំនួន1វែកបាយហើយខ្ញុំយកមកកូរឲ្យរលាយអញ្ចឹងមិនបាច់ក្រហមពេកក៏បានដែរបន្ទាប់មកខ្ញុំដាក់ទឹកត្រីចំនួន2វែកបាយដែរបងប្អូនទឹកត្រីនេះរាងប្រៃដែរបើសិនជាទឹកត្រីអត់សូវប្រៃទេអាចដាក់3វែកបាយបានហើយសម្រាប់ទឹកវិញគឺខ្ញុំដាក់កន្លះចានគោមដាក់ទឹកចូលហើយកូរឲ្យវារលាយស្ករបន្តិចឲ្យទុកឲ្យវាពុះទៅចាំបន្តិចទៀតចាំយើងដាក់ទឹកខ្មេះចូលហើយកលេចមកមើលត្រសក់វិញគឺខ្ញុំពុះមួយជាពីរដោយសារចង់ឲ្យវាប្រញាប់បានញ៉ាំតែតាមពិតទៅយើងមិនចាំបាច់ពុះក៏បានដែរហើយមិនបាច់ចិត្តក្បាលអីក៏បានដែរដាក់ទាំងចឹងហ្មងក៏ស្រួយឆ្ងាញ់ដែរសម្រាប់ប្រអប់ឬតកគីឡូកែវអីយើងត្រូវការស្រុះទឹកក្តៅសិនណាហើយខ្ញុំប្រើប្រអប់អ៊ីណុកនេះខ្ញុំស្រុះទឹកក្តៅហើយបានខ្ញុំយកត្រសក់មកតរៀបចូលគ្នាឲ្យស្មើគ្នាទៅបន្ទាប់មកបានខ្ញុំមកលាយគ្រឿងថែមនេះខ្ញុំប្រើទឹកខ្មេះទឹកត្នោតចំនួន2ច្រូចនេះចូលទៅក្នុងទឹកជ្រក់របស់យើងដែរបងប្អូនអញ្ចឹងទឹកខ្មេះទឹកត្នោតវាអត់សូវជូរខ្លាំងទេខ្ញុំដាក់រៀងច្រើនទឹកជ្រក់នឹងនៅក្តៅអ៊ុនៗអញ្ចឹងយកមកស្រោចលើក្តឹបត្រសក់យើងមកបងប្អូនពេលយើងស្រោចទៅយើងសេរីធ្វើម៉េចឲ្យត្រសក់យើងនឹងវាត្រូវទឹកជ្រក់ណាអើយត្រសក់ណាដែលវាអត់ត្រូវទេយើងនឹងឲ្យជ្រេវាធ្វើម៉េចឲ្យវាចូលត្រសក់មករួចហើយគ្របទុកដាក់ក្រាលទូទឹកកកចំនួន2យប់2ថ្ងៃបានចាប់ផ្ដើមជូរស្រួយឆ្ងាញ់បងប្អូននេះខ្ញុំធ្វើរួចរាល់ហើយអត់មានការ៉ូបចាបាត់ការ៉ូបអញ្ចឹងក៏ធ្វើការគ្របផ្លាស្ទិកអឺទុកនេះយប់ទី1បងប្អូនយប់ទី1ហើយនេះយប់ទី2ចាព្រលឹមឡើងគឺថាខ្ញុំត្រូវងើបមកឆាបាយឆាអីឲ្យគ្រួសារគាត់ញ៉ាំមុនទៅធ្វើការអញ្ចឹងមកដល់គឺបើកមើលមុនគេល្អមែនតើបងប្អូនមើលអត់មានថាឡើងពពុះឡើងអីឡើងផ្សិតឡើងអីណាពីយប់2ថ្ងៃហ្នឹងណាចេញមកគឺថាអែមស្រែមហ្មងហើយបើថាមានការភ្លក់ទៅគឺជូរឆ្ងាញ់ល្មមហើយស្រួយហ្មងចាគឺថាសម្រស់យ៉ាប់បឺតិចឲ្យបងប្អូនងើបពីដេកមកអត់ទាន់បានលុបមុខដុសធ្មេញអីទាំងអស់គឺងើបមកធ្វើម្ហូបឲ្យគ្រួសារគាត់ញ៉ាំមុនទៅធ្វើការអញ្ចឹងគឺថាមកទាំងអញ្ចឹងហ្មងហើយនេះជ្រក់ត្រសក់ដែលខ្ញុំស្រង់ចេញពីទឹកជ្រក់ដាក់ចូលទៅក្នុងប្រអប់មួយផ្សេងបិទគ្របឲ្យស្អាតស្រួលបួលយកទៅដាក់ក្នុងទូទឹកកកដើម្បីទុកញ៉ាំបានយូរហើយណាមួយទុកឲ្យវារឹតតែត្រជាក់ស្រួយឆ្ងាញ់ហ្មងសម្រាប់ជ្រក់ត្រសក់នេះវិញញ៉ាំជាមួយនឹងនំប៉័ងសាច់ឬក៏ញ៉ាំជាមួយនឹងបាយឆាញ៉ាំជាមួយនឹងត្រីអាំងក៏បានដែរដោយបងប្អូនបានឃើញអញ្ចឹងគឺខ្ញុំឆាបាយគីមឈីឲ្យប្តីខ្ញុំគាត់ហូបមុនទៅធ្វើការហើយញ៉ាំជាមួយនឹងជ្រក់ត្រសក់នឹងឯងទាំងព្រឹកតែម្ដងណានេះគឺជារបៀបធ្វើជ្រក់ត្រសក់ផ្អករបស់ខ្ញុំអញ្ចឹងបងធ្វើម៉េចអាចខមមិនប្រាប់ខាងក្រោមបានណាអរគុណច្រើន